Magic អានេះ Magic Mouse brand របស់ Apple ទិញមកទឹកមក599យកមក connect អត់បានពេលដល់ឆ្នាំងសាកចេះវាលុត connect តែប្រើប្រាស់អីអត់កើតទេពេលដល់ឆ្នាំងសាកមកវាលុតអត់ connect ហើយយើងព្យាយាម connect ពេលអត់ដល់ឆ្នាំងសាកគឺអត់ដំណើរការអញ្ចឹងមុខសញ្ញានេះខ្ញុំនេះអស់ហើយយើងបត់ពិសោធន៍រួចហើយគឺបញ្ហាថ្មហើយឥឡូវយើងគិះបំបែកមើលថ្មវាពេលដល់ឆ្នាំងសាកវាលុត connect ហ្នឹងគឺមានភាគរយថ្ម 100% អញ្ចឹងដល់ពេលដល់ឆ្នាំងសាកវាលុត disconnect ទៅវិញអាពេលដល់ឆ្នាំងសាកគឺប្រើប្រាស់អត់កើតទេណាមានថ្មមាន connect មានតែប្រើអត់កើតទេដល់ពេលដល់ឆ្នាំងសាកលួតទៅវិញអញ្ចឹងបញ្ហាថ្មយើងដោះមើលទៅថ្មនេះប្រវត្តិជាធ្លាប់ដូរហើយតាមមើលធ្លាប់ដូរគេហៅធ្លាប់ដូរសម្បកថ្មវាតែប្រហែលជាគេកឹបក្បាលថ្មស៊ីននឹងទៅវិញអញ្ចឹងឥឡូវយើងដោះមើលកន្លែងមូលខ្ចៅនេះដោះជើងថ្មហើយនឹងជើងសាកវាយើងលើកបតវាចេញប៉ុន្តែបតវានេះត្រូវដោះខ្ចៅទាំងអស់ទាំងលើទាំងក្រោមដោះខ្ចៅនិយាយរួមមានខ្ចៅប្រហែលដោះទាំងអស់មកដើម្បីដកបតវាចេញសិនហើយចាំយើងឆ្កឹះថ្មតាមក្រោយដោយសារតែខ្សែថ្មវានៅពីក្រោមបតហ្នឹងអត់អាចឆ្កឹះថ្មមុនទេណាអញ្ចឹងយើងដកបតនឹងឲ្យផុតសិនមកហ្នឹងហើយដកបតទុកមកបានយើងឃើញខ្សែថ្មជើងសាកអីវានៅពីក្រោមបតនឹងទាំងអស់អញ្ចឹងអាខ្សែថ្មនិងខ្សែជើងសាកវានៅសំណុំជាប់ជាមួយគ្នាណាហើយមានស្នាប់មួយសម្រាប់មកកឹបមកបតអញ្ចឹងយើងគឹះថ្មចេញមកកន្លែងក្បាលថ្មដែលខ្ញុំច្អល់ហ្នឹងវាធ្លាប់មានស្នាមត្រុតស្នាមគឹះពីមុនធ្វើពីមុនហ្នឹងណាហើយជាក់ស្ដែងពេលយើងគឹះមកមែនថ្មហ្នឹងគេធ្លាប់គឹះហើយនេះស្ពុតអីលបើអស់ហើយយើងគឹះយើងបាញ់ទឹកតាន់តិចមករបោមកភូចឥឡូវយើងមើលជាក់ស្ដែងថាថ្មហ្នឹងវាមិនវាអត់កាន់ភ្លើងឬខូចឬក៏យ៉ាងម៉េចព្រោះដល់ខាងសាកមានភ្លើងដល់ខាងសាកលត់ទៅវិញការៈនេះយើងគឹះក្បាលវាដើម្បីវាស់សិនមកយើងមើលក្បាលវាអញ្ចឹងយើងចាក់ពុំម៉ែត្រមើលថ្មនេះកម្លាំងថ្មរបស់គេនេះ 3V ជាងណាយើងមើលនៅក្នុងប្រទេសថ្មដល់ពេលយើងវាស់ជាក់ស្ដែងវាបានតែ 2V ជាងទេអញ្ចឹងអាចបើកគ្រឿងបានទេអា 2V ជាងតែបើយើងសាក 100% មែនតែដល់ខាងសាកលត់អញ្ចឹងយើងគិតថាខូចថ្មដល់ពេលយើងពិនិត្យមើលជាក់ស្ដែងនេះអាខាងមិនជាហៀងខាងនេះភ្លើងវានេះភ្លើងដករបស់វានេះរបូតស្ញែងមានជាប់គ្នានឹងប្រទេសបតណាអត់អាប្រទេសបតថ្មណាអត់ជាប់ទៅទេអញ្ចឹងថ្មហ្នឹងវាមានផ្ទុកភ្លើងមកពីណាអត់ឥឡូវចាំមើលខ្ញុំផ្សារនឹងឡើងវិញហើយដោតសាកមើលមែនដោតសាកបានមកស្ទុះថ្មទៅបាន 1% ឥឡូវវាដំណើរការនេះដកឆ្នាំងសាក connect បានបញ្ជាបានឥឡូវរួចរាល់ហើយយើងកັບវាចូលទៅវិញទៅត្រួសទេអត់បានថតពេញទេវាវីដេអូវិញពេកហើយមុនយើងគិះយើងត្រាប់អីត្រឹមត្រូវដែរកុំឲ្យវាស្នាមហើយយើងកັបទៅវិញក៏អត់មានស្នាមកពិតអត់មានស្នាមយើងគិះដែរវានៅស្អាតដូចដើមអញ្ចឹងឥឡូវនេះ99% ឡើងវិញនេះពេលយើងអូហ្នឹងយើងឆូតមើលអត់មានស្នាមកពិតអត់មានស្នាមអីទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងរបស់យើងទិញមកមានតែបើមានបញ្ហាក៏ត្រូវជួសជុលខ្លួនឯងបានក៏ជួសជុលទៅផ្ញើទៅផ្ញើមកក៏ពិបាកដែរអញ្ចឹងអូខេហើយអរគុណ